សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងចំនួន2មកប្រាប់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាចង់ដឹងដែរអត់បើចង់ដឹងតើខ្ញុំប្រាប់អ្នកទាំងអស់គ្នារឿងទី1ហ្នឹងគឺខមមិនខាងប្អូនម្នាក់អ្នកទាំងអស់គ្នាអាចមើលខមមិនគាត់បាននេះជាខមមិនរបស់គាត់ដែលគាត់ខមមិនមកសុំពេករឿងខ្ញុំហើយរឿងដែលគាត់សុំហ្នឹងគឺរឿងមួយនេះអ្នកទាំងអស់គ្នាហើយសំខាន់ខ្ញុំបាត់ពេកភាសាអង់គ្លេសបារីប៉ុន្តែប្រហែលថ្ងៃមុនហ្នឹងខ្ញុំអស់ឃើញខាងពេកបងម្នាក់ហ្នឹងគាត់បករឿងហ្នឹងហើយបើសិនចង់ឲ្យខ្ញុំសម្រាយរឿងហ្នឹងអាចខមមិនខាងក្រោមប្រាប់ខ្ញុំបានណាហើយជួយគ្រប់គ្រងខ្ញុំផងបើគ្រប់គ្រងបានខ្ញុំសម្រាយបើគ្រប់គ្រងតែខ្ញុំអត់សម្រាយទេហើយរឿងទី2ដែលខ្ញុំចង់ប្រាប់នោះគឺខ្ញុំចង់សម្រាយរឿងមួយទៀតរឿងហ្នឹងគឺខ្ញុំមានកម្រងយូរហើយប៉ុន្តែដោយសារតែខ្ញុំចង់សម្រាយរឿងកូនស្រីរបស់មនុស្សអាក្រក់ហ្នឹងចឹងហើយបានជាខ្ញុំអត់បានសម្រាយរឿងហ្នឹងខ្ញុំដាក់ឲ្យមើលចុះនេះជារឿងមួយហ្នឹងដែលខ្ញុំចង់សម្រាយហើយក៏ខ្ញុំដកស្រង់ជាពីពេករបស់បងម្នាក់ដែរដឹងថាបងឬក៏ចាយខ្ញុំអត់ដឹងទេព្រោះខ្ញុំដឹងថាស្រីឬប្រុសហើយនេះគឺជាពេករបស់គាត់ហើយចាំចូលអានពេកគាត់ផងហើយដំណឹងដែលខ្ញុំចង់ប្រាប់ហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយចាំជួបខ្ញុំវីដេអូក្រោយបាយបាយហើយបើសួរថាកាលណាសម្រាប់រឿងតប្រហែលស្អែកឯងបាទខ្ញុំចេញរឿងណាអញ្ចឹងចាំជួបខ្ញុំនៅវីដេអូក្រោយបាយបាយ